អរុនសួស្តីលោកស្រីខ្ញុំសូមធ្វើបច្ចុប្បន្នភាពបន្តិចស្ដីអំពីស្ថានភាពទូទៅតាក់ទងទៅនឹងបញ្ហាដែលកំពុងតែវិវត្តនៅក្នុងទីផ្សារហិរញ្ញវត្ថុជាពិសេសទៅលើតម្លៃហាងឆេងមាសយើងឃើញថាទីផ្សារអាស៊ីព្រឹកនេះបើកមកតម្លៃហាងឆេងមាសបានដាច់កេបឬក៏បើកផ្សារមកមានការស្ទុះងើបឡើងបន្ថែមទៀតអញ្ចឹងម្សិលមិញបន្ទាប់ពីមានភាពចម្រូងចម្រាសនិងតានតឹងច្រើនពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិកពីតំបន់នៅមជ្ឈមបូព៌ាតម្លៃហាងឆេងមាសគឺមានការស្ទុះងើបឡើងបាទខ្លាំងខ្លាជិត$100ក្នុងមួយអោនកាលពីម្សិលមិញយើងដឹងហើយចាប់តាំងពីក្រុមហ៊ុន credit rating ឬក៏ Moody ដែលបានចាត់ថ្នាក់នឹងវាតម្លៃទៅលើកញ្ចប់ថវិកាជាតិដូចជាសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិកអាចនឹងប្រឈមបញ្ហាដូចជាវិបត្តិអំណងពេលខាងមុខបានធ្វើឲ្យប្រាក់ដុល្លារថមថយតម្លៃច្រើនហើយរុញឲ្យតម្លៃមាសដែលគិតហាងឆេងជាឡើងមានការស្ទុះងើបឡើងខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះដែលបានប្រកាសនៅឯមន្ទីរបញ្ញកោណបាទក៏បានបន្ថែមដែរតាមប្រសាសន៍លោក Donald Trump បានលើកឡើងអំពីផែនការនៃការចាយវាយដ៏មហាសាលនៅក្នុងពេលខាងមុខនេះគឺជាកត្តាដែលជំរុញជាកត្តាចលករជំរុញតម្លៃហាងឆេងមាសហ្នឹងមានការកើនឡើងខណៈដែលម្សិលមិញក៏មានដែរព័ត៌មានជាច្រើនបញ្ចុះផ្សាយអំពីភាពតានតឹងដូចជាបាទសេចក្តីព្រួយបារម្ភទាក់ទងទៅនឹងយន្តហោះបាទដឹកស្បៀងរបស់ប្រទេសចិនដែលបានបាទហោះទៅកាន់តំបន់មជ្ឈមបូព៌ាដែលមានក្តីព្រួយបារម្ភថាអាចនឹងប៉ះទង្គិចជាមួយនឹងខាងកងទ័ពអ៊ីស្រាអែលយ៉ាងណាក៏ដោយរឿងដែលសំខាន់ក្នុងព្រឹកនេះដែលបានចុះផ្សាយក្តៅព្រឹកនេះដែលធ្វើឲ្យតម្លៃហាងឆេងមាសហ្នឹងបាទស្ទុះងើបឡើងបន្ថែមទៀតជាពិសេសប្រេងឆៅនោះកើនឡើងបាទប្រមាណ3%ក្នុងកិច្ចសន្យាអនាគតនោះគឺព័ត៌មានដែលចុះផ្សាយដោយ CNN និងផ្សាយបន្តបន្ថែមទៀតដោយ Bloomberg ព័ត៌មាននេះគឺតាក់ទងទៅនឹងមន្ត្រីរបស់ក្រមស៊ើបការសម្ងាត់ឬក៏ហៅថា CIA របស់សហរដ្ឋអាមេរិកដែលមិនបញ្ចេញឈ្មោះបានលើកឡើងថាអ៊ីស្រាអែលកំពុងតែបាទរៀបចំផែនការក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធបាទយោធាជាពិសេសកន្លែងស្តុកសារធាតុផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់អានឹងគឺជាព័ត៌មាននៃក្តៅចុងក្រោយហើយបញ្ជាក់ថាព័ត៌មាននេះវាមិនទាន់បានបាទច្បាស់100%ទេត្បិតថាតាមរយៈការសម្ភាសរបស់អ្នកខ្សែទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺមិនមានការឆ្លើយតបហើយការសម្ភាសទៅលើមន្ត្រីទូតរបស់អ៊ីស្រាអែលដែលប្រចាំការនៅក្នុងសហរដ្ឋអាមេរិកហ្នឹងក៏បានបដិសេធមិនឆ្លើយតបដែរអញ្ចឹងយើងจะមើលព័ត៌មាននឹងបន្ថែមទៀតហើយព័ត៌មាននេះអ្នកជាលោកក្នុងទីផ្សារហិរញ្ញវត្ថុបាទជឿថាអាចទៅរួចក៏ដូចជានឹងអាចកើតមានតែបើថាលើកណាក៏ដោយឲ្យតែមន្ត្រីគេហៅថាភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកCIA ហ្នឹងបានប្រឡយពីព័ត៌មានណាមួយទៅដល់ការវិភាគនៅមជ្ឈមបូព៌ាហ្នឹងតែងតែកើតឡើងជារឿយៗអញ្ចឹងយើងជំរឿបន្ថែមទៀតបាទហើយខ្ញុំជឿថាអាចនឹងលទ្ធភាពទៅរួចក៏មិនច្រើនពេកទេបាទតែបើថាប្រហែលថ្ងៃហ្នឹងយើងឃើញប្រហែលសប្តាហ៍ចុងក្រោយហ្នឹងគឺអ៊ីរ៉ង់គាត់បានបដិសេធច្រើនលើកយ៉ាងសារអំពីកិច្ចព្រមព្រៀងបាទហៅថាកិច្ចព្រមព្រៀង2015កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមិនឲ្យអ៊ីរ៉ង់ហ្នឹងផលិតសារធាតុអូរ៉ូញ៉ូមបន្ថែមទៀតនៅក្នុងការស្តុកទុកដើម្បីផលិតអាវុធនុយក្លេអ៊ែរអញ្ចឹងបើសិនជាមើលពីស្ថានភាពនេះបាទទំនងជានឹងអាចទីផ្សារមានការក្រើកនៅក្នុងទីផ្សារអឺរ៉ុបនិងទីផ្សារអាមេរិកថែមទៀតហើយតាមប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិកលោក Donald Trump ក៏គាត់ធ្លាប់បានលើកឡើងកាលពីខែមុនដែរថាបើសិនជាអ៊ីរ៉ង់មិនឈានទៅដល់កិច្ចព្រមព្រៀងចរចាបទជប់កិច្ចព្រមព្រៀងបញ្ចប់នៅកម្មវិធីបាទផលិតអាវុធនុយក្លេអ៊ែរហ្នឹងទេអាហ្នឹងអ៊ីរ៉ង់អាចនឹងប្រឈមគ្នាដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងព័ត៌មាននេះព្រឹកនេះអាចជាព័ត៌មានមួយដែល rumor ដែលមិនទាន់ច្បាស់ការណាឡើយប៉ុន្តែជាព័ត៌មានដែលធ្វើឲ្យទីផ្សារអាចនឹងបាទក៏ក្រើកនៅក្នុងទីផ្សារថ្ងៃនេះជាពិសេសយើងចាំមើលប្រតិកម្មនៃទីផ្សារប្រេងឆៅបាទហើយមាសទំនងជានឹងមានការកើនឡើងចន្លោះពី100ទៅ150លេខបើសិនជាមានការវិភាគណាមួយភ្លាមមែនបើថាបើប៉ះគ្នាដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់អានឹងគឺជាកម្ដៅនៅក្នុងតំបន់មជ្ឈមបូព៌ាហើយប្រេងអាចនឹងកើនឡើងចន្លោះពីបាទ5ទៅ$8ក្នុងមួយធុងភ្លាមចឹងយើងរងចាំមើលបន្ថែមទៀតខ្ញុំអាប់ដេតជូនសម្រាប់តម្លៃហាងឆេងមាសខ្ញុំសូមរីកមិនបរិយាប័ត្រទិញនៅតម្លៃលើកម្រិត$3280ក្នុងមួយធុងហើយមានការកើនឡើងគឺ take profit នៅកម្រិត$3376ទៅ$3400ក្នុងមួយអោនហ្នឹងសម្រាប់តម្លៃហាងឆេងមាសហើយចាំមើលពីការវិវត្តនៃទីផ្សារបន្ថែមទៀតនៅក្នុងទីផ្សារអឺរ៉ុបហើយខ្ញុំធ្វើការអាប់ដេតពេលក្រោយៗហើយនឹងខ្ញុំធ្វើការ live បន្តផ្ទាល់បន្ថែមទៀតនៅក្នុង page នៃរបស់ខ្ញុំនៅទីនេះបាទឈ្មោះម៉ាសរឿនហ្នឹងបាទអញ្ចឹងជាយោបល់របស់ខ្ញុំបាទតម្លៃហាងឆេងមាសលោកស្រីអាចគិតគូរចារណាក្នុងការបាទទិញឡើងទៅបានក្នុងទីផ្សារព្រឹកហ្នឹងហើយ
ពីម្សិលមួយថ្ងៃយើងឃើញថាមានការកើនឡើងច្រើនហើយបាទប៉ុន្តែកម្លាំងនៅតែអាចមានការកើនឡើងបន្ថែមទៀតនឹងបញ្យោងតាមការវិវត្តនៃសភាពការចុងក្រោយបាទអញ្ចឹងយោបល់របស់ខ្ញុំលោកស្រីអាចបាទរកកន្លែងទិញត្រឡប់ទៅវិញបានត្រឡប់ថ្លៃហាងឆេងមាសនៅក្នុងទីផ្សារថ្ងៃនេះបាទហើយខ្ញុំធ្វើការអាប់ដេតនៅក្នុងពេលក្រោយទៀតបាទសូមអរគុណ